ស្វែងយល់អំពីស្ថាបត្យកម្មសំណង់វិមានឯករាជ្យចំណុចទី1តើវិមានឯករាជ្យកសាងឡើងដើម្បីអ្វីវិមានឯករាជ្យជាស្ថាបត្យកម្មសំណង់ប្រវត្តិសាស្ត្រដ៏ពិសេសមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញអំពីការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជាពីអាណានិគមបារាំងហើយការសាងសង់វិមានឯករាជ្យនេះឡើងគឺដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្វបុរសខ្មែរដែលបានតស៊ូពលីជីវិតនៅក្នុងការដណ្ដើមឯករាជ្យពីបារាំងម្យ៉ាងទៀតវិមានឯករាជ្យក៏បង្ហាញអំពីអច្ឆរិយៈនៃស្ថាបត្យកម្មខ្មែរដោយការរចនាបានយកលំនាំតាមប្រាសាទបុរាណនាសម័យអាណាចក្រខ្មែរគួបផ្សំជាមួយនឹងសិល្បៈសម័យទំនើបផងនោះដូចនេះហើយទើបវិមានឯករាជ្យគឺជាសំណង់ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជារហូតដល់មានពាក្យនិយាយលេងថាអ្នកដែលរស់នៅទីក្រុងភ្នំពេញបើមិនស្គាល់វិមានឯករាជ្យគឺជារឿងដ៏ចម្លែកចំណុចទី2ការកសាងវិមានឯករាជ្យវិមានឯករាជ្យត្រូវបានរចនាប្លង់ដោយលោកវ៉ាន់ម៉ូនីវ៉ាន់វីរស្ថាបត្យករខ្មែរដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំងនិងវិលត្រឡប់មកមាតុភូមិវិញនៅឆ្នាំ1956លោកត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានត្រាស់បង្គាប់ឲ្យសាងសង់ឡើង5ឆ្នាំក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យគឺនៅក្នុងឆ្នាំ1958និងបានសម្ពោធនៅឆ្នាំ1962នៅរាជធានីភ្នំពេញហើយក្រោយមកទៀតក៏មានការសាងសង់នៅតាមបណ្ដាខេត្តនានាផងដែរដូចជាខេត្តតាកែវខេត្តកំពង់ឆ្នាំងខេត្តកំពង់ធំជាដើមឡើយវិមានឯករាជ្យគឺជាស្នាដៃរចនាដ៏ជោគជ័យដំបូងបង្អស់របស់លោកវ៉ាន់ម៉ូនីវ៉ាន់ចំណុចទី3ស្ថាបត្យកម្មវិមានឯករាជ្យវិមានឯករាជ្យមានកម្ពស់37ម៉ែត្រមានខឿនចំនួន5ជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះនរោត្តមនិងមហាវិថីព្រះសីហនុដែលយើងមើលទៅហាក់ដូចជាកំពូលប្រាសាទដែលឈរនៅកណ្ដាលទីក្រុងភ្នំពេញអញ្ចឹងដែរវិមានឯករាជ្យមានរចនាបថជាផ្កាឈូកក្រពុំដែលជារចនាបថបន្ទាយស្រីសូម្បីតែពណ៌ក៏ត្រូវជ្រើសរើសពណ៌ក្រហមដែលប្រហាក់ប្រហែលនឹងថ្មប្រាសាទបន្ទាយស្រីផងដែរចំណែកឯស្ថាបត្យកម្មវិញវិមានឯករាជ្យត្រូវបានយកលំនាំពីប្រាសាទបាគងនៅខេត្តសៀមរាបក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1ជាតំណាងទសនប្រាសាទភ្នំសំពៅទៅលើកំពូលភ្នំសុមេមិនខុសពីកំពូលប្រាសាទដទៃទៀតឡើយនៅលើខឿនទាំង5ជាន់របស់វិមានឯករាជ្យយើងនឹងបានឃើញនាគរាជក្បាល5ចំនួន100បែរមុខទៅទិសទាំង4ដែលនេះគឺជាចំណុចសំខាន់ជាងគេចំពោះនាគរាជបែរមុខទៅទិសទាំង4មានលំនាំពីប្រាសាទបុរាណខ្មែរគឺមុខ4របស់ព្រះព្រហ្មហើយវាក៏បានបង្ហាញអំពីស្នាមព្រះហស្ថរបស់សម្ដេចសីហនុដែលព្រះអង្គបានយាងចុះតាមខេត្តក្រុងទាំងអស់របស់ប្រទេសកម្ពុជាដើម្បីសួរសុខទុក្ខប្រជារាស្ត្រចំណែកឯនាគរាជក្បាល5ចំនួន100លោកសាស្ត្រាចារ្យភឿនសុភ័ណ្ឌរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានថ្លែងថាជាទូទៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងសត្វនាគតំណាងឲ្យទេវកថាព្រោះយើងមិនដែលឃើញនាគរាជទេយើងឃើញតែពស់ចំណែកឯនាគក្បាល5ចំនួន100គឺតំណាងឲ្យបារមីព្រះមហាក្សត្រដឹកនាំប្រទេសនិងការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរវិមានឯករាជ្យក៏ចាត់ទុកជាសំណង់និងកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាមួយបែបផងដែរដោយសារតែរចនាបថនិងសំណង់ប្រវត្តិសាស្ត្រដែលសំខាន់និងសំណង់ប្រវត្តិសាស្ត្រដែលតំណាងដល់ការទទួលបានឯករាជ្យពេញលេញរបស់កម្ពុជានិងភាពរុងរឿងរបស់កម្ពុជាកាលពីសម័យនោះលើពីនេះ
ឯករាជ្យមានសម្រស់កាន់តែស្អាតនាពេលរាត្រីជាមួយនឹងភ្លើងពណ៌និងទឹករាំជុំវិញនោះផងដែរដែលធ្វើឲ្យអ្នកធ្វើដំណើរកាត់តាមមហាវិថីនោះអាចផ្ដិតយករូបភាពបានយ៉ាងស្រស់ស្អាត